ខ្ញុំដឹងថាមានបងប្អូនពលករយើងជាច្រើនមានបំណងចង់ត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកម្ពុជាវិញតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលប៉ុន្តែគាត់ពិបាកក្នុងការសម្រេចចិត្តក្នុងនោះក៏មានខ្ញុំម្នាក់ដែរជាពិសេសអ្នកដែលមានកូនតូចៗដែលកំពុងតែរៀននៅក្នុងប្រទេសថៃឬក៏អ្នកដែលមានទ្រព្យសម្បត្តិនៅក្នុងប្រទេសថៃដូចជាឡានម៉ូតូជាដើមឡាជាក់ស្ដែងដូចជាករណីខ្ញុំផ្ទាល់ខ្ញុំនឹងរៀបរាប់ប្រាប់បងប្អូនថាតើមានករណីអីខ្លះដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្ញុំក្នុងការត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកម្ពុជាវិញបញ្ហាទី1ដែលជាបញ្ហាដ៏ធំបំផុតសម្រាប់ខ្ញុំនោះគឺថាខ្ញុំនៅមានជាប់ការងារជាមួយបងប្អូនពលករយើងដែលកំពុងតែធ្វើការក្នុងប្រទេសថៃនេះមួយចំនួនដែលមិនទាន់ clear អស់អញ្ចឹងខ្ញុំមិនអាចត្រឡប់ទៅប្រទេសកម្ពុជាវិញដោយចោលពួកគាត់បានទេអញ្ចឹងចង់មិនចង់ខ្ញុំត្រូវតែនៅក្នុងប្រទេសថៃនេះដើម្បី clear ការងារជូនពួកគាត់ទាំងអស់ទើបខ្ញុំអាចត្រឡប់ទៅប្រទេសកម្ពុជាវិញបានខ្ញុំមិនអាចចោលពួកគាត់បានជាដាច់ខាតរឿងទី2នោះគឺថាខ្ញុំមានកូនតូចដែលកំពុងតែរៀននៅក្នុងប្រទេសថៃដូច្នេះខ្ញុំមានការព្រួយបារម្ភមែនទែនពាក់ព័ន្ធនឹងការសិក្សារបស់កូនណានៅពេលដែលខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញប៉ុន្តែរឿងនេះខ្ញុំទុកមួយឡែកសិននៅពេលដែលខ្ញុំដោះស្រាយករណីទី1ហើយខ្ញុំនឹងពិចារណាម្ដងទៀតជុំវិញនឹងរឿងហ្នឹងបញ្ហាទាំងពីរនេះប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រេចចិត្តរបស់ខ្ញុំដោយសារជាក់ស្ដែងខ្ញុំនិយាយតាមត្រង់ក្នុងចិត្តនេះខ្ញុំចង់ត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកម្ពុជាវិញណាស់ប៉ុន្តែដោយសារមានបញ្ហាទាំងអស់នេះដែលធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្ញុំមួយទៀតសម្រាប់អ្នកដែលមានបំណងចង់ត្រឡប់ទៅធ្វើការនៅក្នុងប្រទេសកម្ពុជាវិញបងប្អូនមិនបាច់ព្រួយបារម្ភទេរាជរដ្ឋាភិបាលយើងជួយច្រើនណាស់គ្រប់សពបែបយ៉ាងទាំងអស់បងប្អូនអាចចូលទៅមើលព័ត៌មានលម្អិតនៅក្នុង account TikTok របស់ខ្ញុំបានធ្វើវីដេអូដើម្បីលម្អិតជូនបងប្អូនរួចរាល់ហើយកម្ពុជាមិនខ្វះការងារសម្រាប់បងប្អូនធ្វើនោះទេអញ្ចឹងទាំងអស់នេះគឺជាបញ្ហារបស់ខ្ញុំចុះសម្រាប់បងប្អូនវិញតើបងប្អូនមានបញ្ហាអីខ្លះបងប្អូនអាច comment ខាងក្រោមនេះមកក្រែងលោកខ្ញុំឬក៏បងប្អូនផ្សេងទៀតហ្នឹងអាចជួយប្រឹក្សាយោបល់ជូនបងប្អូនទាំងអស់គ្នាបានហើយកុំភ្លេចចុច follow ខ្ញុំម្នាក់មួយករណីដែលមានព័ត៌មានបន្ទាន់ផ្សេងៗខ្ញុំនឹងចេញវីដេអូដើម្បីជម្រាបជូនបងប្អូនទាំងអស់គ្នាសូមអរគុណជួបគ្នាវីដេអូក្រោយ